សួស្តីដល់គ្នាស្វាគមន៍មកកាន់ Ice នេះគឺជាភាគទី5របស់រឿង If Wishes Could Kill ពេលនេះចាប់ផ្ដើមឡើងដោយយើងត្រឡប់ទៅកាន់អតីតកាលវិញនេះគឺជាយប់ដែល Nari ចូលទៅក្នុងក្លឹបមួយនោះជួបមនុស្សដែលនាងស្គាល់2នាក់ទៀតម្នាក់ឈ្មោះថា Dongjae និងម្នាក់ទៀតឈ្មោះថា Haejin បន្ទាប់ពីពេលដែល3នាក់នេះផឹកស៊ីស្វឹងជាមួយគ្នារួចមក Nari ក៏ប្រាប់2នាក់នេះអំពី App Irigo ដែល Yongwook ទើបនឹងបានណែនាំឲ្យនាងស្គាល់កាលពីថ្ងៃមិញនាងសើចនឹងនិយាយថាយងវុកក្បាលកាចាប៉ុណ្្នឹងហើយនៅជឿរឿងឡប់ទាំងអស់នឹងទៀតប៉ុន្តែពីរនាក់នេះពួកគេដឹងអំពីប្រវត្តិរបស់ App Irigo នេះខ្លះដែរចឹងទៅគ្រាន់តែពេលដែលឮ Nari ណែនាំអំពី App នេះពួកគេក៏ស្ងាត់ជ្រាបតែម្ដងបន្ទាប់មកដងជេក៏ចាប់ផ្ដើមនិយាយថា App ហ្នឹងវាពិតជាមានសមត្ថភាពអាចធ្វើឲ្យបំណងប្រាថ្នាអ្នកដែលសុំហ្នឹងคล้ายទៅជាការពិតបានមែនប៉ុន្តែសងតម្លៃទៅកាន់ App ហ្នឹងវិញគឺត្រូវលះបង់ជីវិតរបស់អ្នកសុំខ្លួនឯងនឹងតែម្ដងដោយខណៈពេលដែលដងជេកំពុងតែនិយាយនេះ Haejin ចេះតែខាត់កុំឲ្យគេនិយាយរហូតដែលធ្វើឲ្យ Nari ចាប់ផ្ដើមជឿនិងខ្លាចដល់ពេលដែលដងជេនិយាយចប់គេក៏ចាប់ផ្ដើមសើចនិងនិយាយទៀតថាកុំប្រាប់ថានាងជឿខ្ញុំមែនតើណាដែលធ្វើឲ្យ Nari ឡើងជឿវិញនៅពេលនេះ Nari អត់ជឿនោះទេប៉ុន្តែដោយសារតែនាងធុញអាប៉ែដងជេនេះពេកនាងក៏ដកទូរស័ព្ទរបស់នាងយកមក down app មួយហ្នឹងបន្ទាប់មកសរសេរឈ្មោះនិងថ្ងៃខែឆ្នាំកំណើតរបស់នាងយកមកថតវីដេអូនៅក្នុង app Irigo បួងសួងថានាងសុំឲ្យមនុស្ស2នាក់ស្លាប់ដោយមនុស្សទី1ហ្នឹងគឺជាយ៉ងវុកហើយមនុស្សទី2គឺដងជេ Haejin នៅពេលឃើញបែបហ្នឹងនាងក៏ព្យាយាមខាត់កុំឲ្យ Nari ថតវីដេអូបួងសួងនេះអីប៉ុន្តែនាងអាចខាត់ Nari ទាន់ពេលនោះទេដោយសារតែយប់ហ្នឹងផឹកស្វឹងខ្លាំងពេកព្រឹកបន្ទាប់ពេល Nari ទៅរៀននាងទៅយឺតគឺនៅពេលដែលនាងចូលទៅដល់សាលាចំពេលវេលាដែលយ៉ងវុកសម្រាប់ខ្លួននៅពីមុខសេអាតែម្ដងនាងពិតជាស្លុតខ្លាំងមែនតើក៏នឹកឃើញដល់ការបួងសួងដែលនាងបានធ្វើនៅក្នុង app Irigo កាលពីយប់មិញក្នុងទូរស័ព្ទរបស់នាងវាលោ notification ថាការបួងសួងរបស់នាងបានសម្រេចហើយនៅពេលដែលនាងចុចចូលទៅមើលទៅឃើញថាម៉ោងរាប់ថយក្រោយរបស់នាងវាចាប់ផ្ដើមដើរដែលនាងសល់ពេលតែ24ម៉ោងទៀតតែប៉ុណ្ណោះNari ព្យាយាមតាក់ទងទៅដងជេប៉ុន្តែតាក់ទងទៅគេអត់បាននោះទេដែលប្រហែលជាគេក៏បានស្លាប់ដោយការបួងសួងរបស់នាងកាលពីយប់មិញដែរមើលទៅខណៈពេលដែលកំពុងតែតពួននៅក្នុងបន្ទប់ទឹកទាំងភ័យខ្លាចនេះ Nari ក៏ឮសំឡេងសិស្សស្រីពីរបីនាក់ទៀតនិយាយគ្នាថាយ៉ងវុកនឹងស្លាប់ដោយសារតែ Nari នឹងឯងហើយសំឡេងទាំងអស់នោះក៏និយាយទៀតថាអូយប្រហែលជាអ្នកបន្ទាប់ដែល Nari ធ្វើបាបនឹងអាចជាសេអាយមើលទៅពីព្រោះសេអាតាក់ទងជាមួយនឹងអ៊ុនយូហើយមើលទៅ Nari ដោយអាឡែមដាក់អ៊ុនវូសឹងអីហ្នឹងមែនហើយនាងមិនខុសពីម៉ែរបស់នាងទេព្រោះអីម៉ែរបស់នាងក៏បានផាត់ឪនាងដែរខឹងខ្លាំងមែនតើ Nari ក៏ដើរចេញពីបន្ទប់ទឹកចង់ទៅតតាំងជាមួយនឹងសម្លេងសិស្សទាំងអស់នោះប៉ុន្តែនៅពេលដែលចេញទៅក្រៅទៅអត់មាននរណាគេនៅទីហ្នឹងនោះទេដោយនេះគ្រាន់តែជាការបោកបញ្ឆោតរបស់វិញ្ញាណខ្មោចនោះតែប៉ុណ្ណោះប៉ុន្តែ Nari អត់ដឹងនោះទេថាវាគឺជាការធ្វើរបស់វិញ្ញាណខ្មោចពេល Nari ដើរចេញពីបន្ទប់ទឹកវិញនាងក៏ប្រទះឃើញសេអារត់មករកអ៊ុនវូដើម្បីឆែកមើលទូរស័ព្ទរបស់គេថាតើម៉ោងរាប់ថយក្រោយរបស់គេក្នុង app Irigo ហ្នឹងវាដើរឬនៅពេលដែលឃើញថាវាដើរហើយសេអាក៏បបួលមករបស់នាងទាំង3នាក់នេះមកនិយាយប្រាប់បន្ទាប់ពីពេលដែលសេអារៀបរាប់អំពី app Irigo នឹងឲ្យអស់ហើយតាមពិតទៅ Nari មានរឿងហ្នឹងកើតឡើងចំពោះខ្លួនឯងដែរនាងរៀងជឿដែរហើយប៉ុន្តែនាងធ្វើពុតជាអត់ជឿអត់ដឹងអីទាំងអស់បន្ទាប់ពីនិយាយគ្នាចប់ Nari ឆែក app Irigo របស់នាងមើលម្ដងទៀតដោយនៅពេលនេះម៉ោងរាប់ថយក្រោយរបស់នាងវាជាប់គាំងហើយប៉ុន្តែគ្រាន់តែនាងអត់ចាប់អារម្មណ៍នោះទេបន្ទាប់ពីពេលដែលចេញពីសាលា Nari ក៏ទៅរក Haejin ដល់ផ្ទះរបស់នាងតែម្ដងដោយយកខ្លួនឯងមកពាំងឡានយកស្អីមកវាយកញ្ចក់ឡានកញ្ចក់អីគេឡើងបែកនេះទើប Haejin ព្រមជួបជាមួយហើយ Haejin ក៏និយាយប្រាប់ថាកាលពីដើមឡើយ app មួយហ្នឹងត្រូវបានបង្កើតឡើងដោយសិស្សស្រីម្នាក់ដែលមានឈ្មោះថា Kwon Siwon បង្កើតឡើងដើម្បី bully សិស្សស្រីម្នាក់ទៀតដែលមានឈ្មោះថា Do Hae-young ហើយ Do Hae-young ក៏បានស្លាប់ទៅ Nari ក៏ដកម៉ោងរាប់ថយក្រោយរបស់នាងយកមកសួរ Haejin ប៉ុន្តែ Haejin ថានាងអត់ដែលឃើញម៉ោងរាប់ថយក្រោយឯនោះទេពីព្រោះថា app Irigo ដែលនាងស្គាល់កាលពីមុនហ្នឹងវាអត់មានម៉ោងរាប់ថយក្រោយបែបហ្នឹងនោះឡើយរំលងទៅដល់ពេលដែល Nari ទៅដល់ក្នុងផ្ទះរបស់សេអាខណៈពេលដែលពួកគេព្យាយាមលុបម៉ោងរបស់អ៊ុនវូចេញពី app Irigo នេះ Nari ក៏លេចមើលទៅវេរ៉ង់ដានៃអាផាតមិនសេអានេះក៏ស្រាប់តែឃើញស្មៅដ៏ធំមួយលេចឡើងហើយវិញ្ញាណខ្មោចរបស់សិស្សស្រីម្នាក់ដែលអាកហើយមុខរបស់នាងក៏មានរបួសផងដែរទាំងអស់គ្នាក៏ដើរចូលមកក្នុងអាផាតមិនមួយនេះហាជូនក៏មើលឃើញដូចនាងដែរប៉ុន្តែគេមានប្រតិកម្មខ្លាំង Nari ព្យាយាមលាក់អ្វីដែលនាងឃើញទុកអញ្ចឹងទៅបានជាធ្វើឲ្យការពីពេលដែលមានរឿងនឹងកើតឡើងនៅភាគមុននោះអត់មានអ្នកគេចាប់អារម្មណ៍នោះទេថាវិញ្ញាណខ្មោចនឹងត្រូវបាន Nari មើលឃើញដែររំលងទៅដល់ឈុតមួយទៀតពេល Nari និយាយគ្នាជាមួយនឹងសេអាបន្ទាប់ពីពេលដែលទទួលបានលេខកូដដើម្បីចូលទៅក្នុងផ្ទះរបស់សេអារួចនាងក៏វិញ្ញាប់ទៅផ្ទះរបស់សេអា
រកឃើញទូរស័ព្ទរបស់អ៊ុនវូនាងក៏យកមករាប់ថយក្រោយមកប្រៀបធៀបជាមួយនឹងរបស់នាងហើយក៏ស្រាប់តែភ្ញាក់ផ្អើលមែនទែននៅពេលដែលឃើញថាម៉ោងរបស់អ៊ុនវូវាគៀងតែត្រឹម13ម៉ោងជាងនេះនារីក៏បញ្ញាប់ទៅពេទ្យវិញហើយក៏ត្រូវមីងរបស់សេអាប្រាប់ថាអ៊ុនវូនៅពេលនេះដឹងខ្លួនមកវិញហើយមានសភាពល្អប្រសើរមែនទែននារីក៏បញ្ញាប់ទៅបន្ទោរបស់សេអាសម្រាប់ដើម្បីនិយាយជាមួយសេអានៅពេលទៅដល់អត់ឃើញសេអានោះទេពីព្រោះថាសេអាត្រូវបានហាជូននាំទៅជួបបងស្រីរបស់គេបារ៉ៃដែលនារីមើលឃើញតែក្តារដែលសេអាបានសរសេរឈ្មោះនិងថ្ងៃខែឆ្នាំកំណើតរបស់នាងតែប៉ុណ្ណោះដែលធ្វើឲ្យនារីដឹងថាអ៊ុនវូច្បាស់ជាមានសភាពល្អប្រសើរមកវិញដោយសារតែសេអានឹងបានធ្វើការបួងសួងឲ្យគេមិនខានទេនារីក៏ចាប់ផ្ដើមយកម៉ោងទាំងអស់ហ្នឹងមកបូកដកគុណចែកដើម្បីវិភាគហើយនាងក៏រកឃើញថាបើសិនជាម៉ោងនៅក្នុង app Irigo របស់យើងនឹងចាប់ផ្ដើមរាប់ថយក្រោយហើយមានបំណងប្រាថ្នានរណាម្នាក់ផ្សេងទៀតបានសម្រេចម៉ោងនៅក្នុង app Irigo អ្នកនោះចាប់ផ្ដើមរាប់ថយក្រោយដែរម៉ោងរបស់យើងវានឹងគៀងតែត្រឹមនឹងសិនរហូតទាល់តែម្នាក់នោះម៉ោងរាប់ថយក្រោយអស់ម្នាក់នឹងស្លាប់បាត់ទើបម៉ោងរបស់យើងដើរបន្តទៀតអញ្ចឹងណាបងប្អូនបានជាម៉ោងរបស់នារីគៀងនៅត្រឹម20ម៉ោងជាងនេះគឺដោយសារតែម៉ោងរបស់នាងចាប់ផ្ដើមរាប់ថយក្រោយបានតែ2ម៉ោងជាងទេបំណងប្រាថ្នារបស់អ៊ុនវូបានសម្រេចហើយម៉ោងរបស់គេចាប់ផ្ដើមរាប់ថយក្រោយអញ្ចឹងទៅបានជាធ្វើឲ្យម៉ោងរបស់នាងចាប់ផ្ដើមគៀងនារីក៏ទៅសេអាប៉ុន្តែទៅសេអាអត់មានណាគេលើកនោះទេដោយសារតែនៅពេលហ្នឹងសេអាកំពុងតែជាប់នៅក្នុងពិភពងងឹតនាងទៅហាជូនប៉ុន្តែហាជូនក៏ចុចបិទទូរស័ព្ទរបស់នាងដូចគ្នាដោយសារតែគេនៅពេលនេះបារម្ភអំពីសេអាខ្លាំងមែនតើអត់មានអារម្មណ៍និយាយទូរស័ព្ទជាមួយនរណាគេនោះទេនារីក៏សរសេរសារទៅកាន់សេអាថានាងដឹងអំពីវិធីដែលធ្វើឲ្យម៉ោងរាប់ថយក្រោយរបស់ app Irigo នោះបាក់ជាបណ្ដោះអាសន្នហើយនាងក៏មានរឿងចង់សារភាពផងដែរគឺនាងបានបួងសួងនៅក្នុង app Irigo នោះឲ្យយងវុកស្លាប់បំរុងនៅចុចផ្ញើទៅសេអាស្រាប់តែទូរស័ព្ទរបស់អ៊ុនវូទទួលបានសារមួយពីសេអាមកវិញដោយនៅក្នុងសារហ្នឹងសេអានិយាយថានាងរកឃើញវិធីដើម្បី stop ម៉ោងរបស់ app Irigo នោះហើយប៉ុន្តែបងកុំប្រាប់វាឲ្យនារីដឹងណាពួកយើងរស់តែគ្នាយើងបានហើយនារីផ្ញើសារទាំងកំហឹងក្នុងទូរស័ព្ទរបស់អ៊ុនវូនេះទៅកាន់សេអាវិញថាតើពួកយើងអាចបញ្ឈប់វាបានដោយរបៀបណានាងក៏ទទួលបានសារពីសេអាតបមកវិញថាចាំជួបផ្ទាល់ចាំនាងប្រាប់ដោយនារីអត់ដឹងនោះទេថាតាមពិតទៅសារទាំងអស់នេះមិនមែនផ្ញើចេញពីសេអានោះទេវាគឺគ្រាន់តែជាការបោកបញ្ឆោតរបស់ខ្មោចនោះតែប៉ុណ្ណោះនារីក៏ទៅផ្ទះរបស់សេអាដើម្បីរកដំរីអំពីការបញ្ឈប់ម៉ោងរាប់ថយក្រោយរបស់ app Irigo ប៉ុន្តែនាងរត់ឃើញនោះទេអញ្ចឹងទៅក៏ដេកលេងនៅក្នុងបន្ទប់របស់សេអានឹងសិនទៅកណ្ដាលយប់ក៏ស្រាប់តែមានអំបោះក្រហមមួយធ្លាក់មកលើមុខរបស់នាងនារីក៏ស្រាប់តែកម្រើខ្លួនឡើងកើតហើយសរសៃអំបោះក្រហមមួយនោះវាក៏ស្រាប់តែវាចូលទៅក្នុងក្របភ្នែករបស់នារីភ្ញាក់ពីដេកមកវិញភ័យខ្លាចខ្លាំងមែនទែនប៉ុន្តែក៏ធូរចិត្តវិញពីព្រោះគាត់ថាអ្វីដែលកើតឡើងជាមួយនឹងខ្សែអំបោះកាលពីយប់មិញគឺគ្រាន់តែជាការយល់សប្តិរបស់នាងតែប៉ុណ្ណោះដោយនាងអត់ដឹងនោះទេថាតាមពិតទៅវាគឺជារឿងដែលបានកើតឡើងពិតមែនបំរុងនឹងចេញពីផ្ទះរបស់សេអាវិញហើយនាងបើកទ្វារទៅក៏ស្រាប់តែប្រទះជាមួយនឹងអ៊ុនវូដែលបំរុងចូលមកក្នុងផ្ទះរបស់សេអានេះដែលអ៊ុនវូមកនេះដល់គ្នាគឺដើម្បីមករកសេអាប៉ុន្តែដោយសារតែរកសេអាអត់ឃើញចឹងទៅគេក៏ព្យាយាមរកទូរស័ព្ទរបស់គេតែម្ដងទៅប៉ុន្តែរឿងទូរស័ព្ទរបស់គេរត់ឃើញហ្នឹងអ្នកទាំងអស់គ្នាបានដឹងពីភាគមុនហើយចាំចាំខ្ញុំនិយាយអីទៀតទេបន្ទាប់មកគេក៏សួរតានារីថាតានាងបានឃើញវិញ្ញាណខ្មោចនោះនៅថ្ងៃដែលគេមានអាការៈចម្លែកនោះដោយតែគេដែរមែនពីព្រោះថាបើតាមវីដេអូដែលនាងថតឲ្យគេមើលនេះគឺនាងថតហាក់បីដូចជាមានមនុស្ស2នាក់នៅក្នុង frame ទូរស័ព្ទនឹងអញ្ចឹងទាំងដែលមនុស្សធម្មតាមើលឃើញតែមួយនោះទេនារីក៏ព្យាយាមបកកាយថានាងអត់ឃើញអីនោះទេចេញពីផ្ទះរបស់សេអាវិញអ៊ុនវូក៏ទៅកន្លែងទូរស័ព្ទដើម្បីឲ្យអ្នកជំនាញឆែកមើលទីតាំងទូរស័ព្ទរបស់គេឆែករកឃើញថាវានៅក្នុងអគារ apartment ម្ដុំដែលនារីរស់នៅគេអត់ដឹងជាន់នោះទេអញ្ចឹងក៏អាចចោទនារីបាននោះដែរប៉ុន្តែគ្រាន់តែគេចាប់ផ្ដើមមានកូនចិត្តសង្ស័យហើយទៅលើនារីអ៊ុនវូក៏ប្រាប់ឲ្យអ្នកជំនាញនេះផ្ដាច់ប្រព័ន្ធទូរស័ព្ទរបស់គេចេញទាំងអស់ទៅហើយស្របពេលនឹងដែរត្រឡប់មកកាន់នារីនេះវិញនាងនៅតែអាចប្រើទូរស័ព្ទរបស់អ៊ុនវូបានដដែលដោយសារតែតាមពិតទៅទូរស័ព្ទនឹងនាងមិនមែនប្រើមែនទេនោះទេគឺគ្រាន់តែជាអ្វីដែលខ្មោចនោះឲ្យនាងឃើញតែប៉ុណ្ណោះនាងនៅតែព្យាយាមផ្ញើសារទៅសួរសេអាដដែលថាតើវិធីបញ្ឈប់ app Irigo នោះដោយរបៀបណាហើយតើនាងនៅតែចង់លែកអាចកំបាំងមួយហ្នឹងពីនារីទៀតមែនសេអាថាចាំជួបគ្នាផ្ទាល់ចាំនាងប្រាប់ហើយនារីមិនបាច់ឲ្យដឹងអំពីរឿងហ្នឹងទេដែលធ្វើឲ្យនារីខឹងយ៉ាងខ្លាំងបំរុងនឹងបោកទូរស័ព្ទចោលទៀតផងមកដល់ឈុតជប់អ៊ុនវូក៏សុំឲ្យនារីទៅសាលាជាមួយគេដោយលើកហេតុផលមកថាគេមានរឿងម្យ៉ាងដែលចង់ឆែកនៅសាលារៀនអ៊ុនវូក៏នាំនារីចូលមកក្នុងការិយាល័យរបស់កលានុបដ្ឋាសាលាពីព្រោះមានព័ត៌មានសមចំនួនដែលគេចង់ឆែកមើលមកស្ទុះពួកគេក៏រកឃើញសិស្សស្រីម្នាក់ដែលមានឈ្មោះថា Kwon Siwon បានស្លាប់នៅសាលាដោយសារតែមានរបួសត្រង់កហើយអាយ៉ាមកដល់ត្រង់ថ្ពាល់របស់នាង ក
គ្រាន់តែអានប៉ុណ្ណេះអូនវូក៏ដឹងថាខ្វុនស៊ីវ៉ុននេះគឺជាខ្មោចដែលយាយីគេកាលពីថ្ងៃមុននោះឃើញថាណារីហាក់បីដូចជាចាប់អារម្មណ៍ជាមួយនឹងព័ត៌មានរបស់ខ្វុនស៊ីវ៉ុននេះដែរអូនវូក៏សួរទៅកាន់ណារីម្ដងទៀតថានៅថ្ងៃនោះក៏នាងបានឃើញវិញ្ញាណខ្មោចនឹងដែរមែនអត់ជួបកុហកគេទៀតណារីក៏ស្រាប់តែដកកំបិតចេញមកនិងស្រែកគំរាមទៅកាន់អូនវូថាកុំឲ្យគេមកក្បែរនាងឲ្យសោះអំបោះក្រហមមួយទៀតក៏ធ្លាក់មកលើរាងកាយរបស់ណារីហើយវាក៏ចូលទៅក្នុងភ្នែករបស់ណារីម្ដងទៀតដែលធ្វើឲ្យភ្នែករបស់ណារីនៅពេលនេះឡើងក្រហមប៉ាំងមកចំហៀងនៅខាងក្រៅឯណេះវិញបែងវូលដែលកំពុងតែរងចាំក្នុងឡានមើលទៅកាន់ឧបករណ៍របស់គេវាក៏ស្រាប់តែវិលយ៉ាងខ្លាំងដែលមានន័យថានៅចិត្តនេះមានវិញ្ញាណអាក្រក់លេចឡើងមកហើយគេក៏បញ្ញាប់ចូលទៅក្នុងសាលានឹងដែរស្របពេលនឹងដែរត្រឡប់មកកាន់ណារីវិញនាងក៏ចាក់អូនវូចំស្មាហើយភ្នែករបស់នាងក៏ប្រែទៅជាបែបនេះស្តៀងពេលដែលសេអាការវិភាគមុននោះដែរដល់គ្នាហើយណារីក៏រត់ចេញពីទីនេះបាត់អូនវូនៅពេលដែលរត់ទៅតាមដែរគេបើកទ្វារកញ្ចក់នេះអត់បាននោះទេហាក់បីដូចជាវិញ្ញាណខ្មោចនោះខាំងអត់ឲ្យគេបើកបានអញ្ចឹងបែងវូលតាមពិតទៅគេចង់រត់ចូលមករកសេអានិងប្អូនថ្លៃរបស់គេតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលលើអូនវូស្រែកលោឡាអីបែបហ្នឹងគេក៏រត់ទៅមើលកន្លែងអូនវូមុនសិនអូនវូគេព្យាយាមយកបំពង់ប្លុតអគ្គិភ័យនេះមកវាយទ្វារកញ្ចក់ហ្នឹងដើម្បីចេញទៅតាមណារីទៀតប៉ុន្តែវាយអត់បែកនោះទេហើយភ្លាមនោះវិញ្ញាណខ្មោចរបស់ខ្វុនស៊ីវ៉ុនគឺជាវិញ្ញាណខ្មោចដែលមានរបួសត្រង់កហើយនឹងត្រង់ថ្ពាល់ណាតគ្នាក៏បានលេចឡើងអូនវូព្យាយាមរត់ឡើងទៅជាន់លើប៉ុន្តែគេស្រាប់តែត្រឡប់មកដល់ជាន់ផ្ទាល់ដីនេះវិញដដែលខ្វុនស៊ីវ៉ុនក៏កាច់រាងកាយរបស់គេលែងឲ្យកម្រើកបានបន្ទាប់មកក៏បញ្ជាអូនវូប្រើប្រាស់កញ្ចក់ដៃដ៏ស្រួយរបស់ខ្លួនឯងយកមកអាកខ្លួនឯងដែលកញ្ចក់ដៃវាមិនមុតដូចកបិតទេតគ្នាអញ្ចឹងនៅពេលអាទៅវាគ្រាន់តែអាលាត់បន្តិចតែប៉ុណ្ណោះប៉ុន្តែនៅពេលអាម្ដងជា2ដងជា3ដងវាក៏ចាប់ផ្ដើមចេញឈាមហើយខ្ញុំគិតថាបើសិនជាអាកាន់តែច្រើនទៅវាក៏នឹងអាចមុតបង្កគ្រោះថ្នាក់ដែរភ្លាមនោះបែងវូលក៏គប់កំបិតមួយនេះមកដែលធ្វើឲ្យដាច់ការបញ្ជារបស់វិញ្ញាណខ្មោចនឹងហើយគេក៏រត់បំបុកទ្វារកញ្ចក់នេះដែលធ្វើឲ្យវាបែកខ្ទាតកំទេចយ៉ាងច្រើនតែម្ដងភ្លាមនោះឧបករណ៍មើលវិញ្ញាណខ្មោចដែលនៅជាប់កំបិតនេះវាក៏ចាប់ដើមវិលយ៉ាងខ្លាំងម្ដងទៀតហើយគ្រាប់កញ្ចក់មួយវាក៏ស្រាប់តែត្រូវបានវិញ្ញាណខ្មោចនឹងប្រើឲ្យខ្ទាតចូលមកកាន់ភ្នែករបស់បែងវូលក៏ដកកន្ទៃកញ្ចក់នឹងចេញវិញទាំងឈឺចាប់ហើយឈាមក៏ចាប់ដើមហូរស្រក់ជាច្រើនមកលើប្រស្រីភ្នែករបស់គេដោយភ្នែកធម្មតារបស់គេតគ្នាគឺអត់ដែលមើលវិញ្ញាណខ្មោចអីឃើញនោះទេគេដឹងអំពីវិញ្ញាណខ្មោចនៅទីណាគឺដោយសារតែឧបករណ៍មួយនេះតែប៉ុណ្ណោះប៉ុន្តែដល់ពេលដែលមានឈាមហូរកាត់ភ្នែករបស់គេបែបនេះគេក៏ស្រាប់តែអាចមើលឃើញវិញ្ញាណខ្មោចនឹងអូខេដល់គ្នាភាគទី5សូមស្លេះតែត្រឹមនេះសិនហើយកុំភ្លេចចុច like subscribe comment ផងណាជួបគ្នានៅវីដេអូបន្ទាប់បាយ